ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកនាំបងប្អូនមើលពីរបៀបខ្ញុំប្រឡាក់ល្ហុងជាមួយនឹងផ្អកកំពឹសនិងកូនត្រីហើយមកស្រុកលេងហ្នឹងគឺថាវាយើងមានល្ហុងធម្មជាតិរបស់យើងជុំវិញផ្ទះហ៎ពិតជាល្អមែនតើបេះមកគឺក្រហមស្អាតតែម្ដងហើយល្ហុងដែលយើងបេះមកភ្លាមអញ្ចឹងគឺថាវាស្រួយចិត្តទៅប្រឡាក់ទៅគឺវាឆ្ងាញ់មែនតើបងប្អូនយើងប្រឡាក់ភ្លាមយើងអាចញ៉ាំភ្លាមក៏បានដែរបងប្អូនអើយសំខាន់វាបានបន្លែធម្មជាតិអញ្ចឹងយើងញ៉ាំទៅវាស្និទ្ធមាត់មែនតើព្រោះយើងចង់ញ៉ាំហើយយើងអត់ថាមានខ្លាចល្អថារឿងខ្លាចពុលក្អកផ្អកកំពឹសឬមួយក៏ស្អីហ្នឹងប៉ុន្តែផ្អកកំពឹសហ្នឹងគឺយើងធ្វើខ្លួនឯងដែរប៉ុន្តែខ្ញុំអត់បានថតពីរបៀបប្រឡាក់ធ្វើអីពីមុនមកហើយនៅពេលឥឡូវខ្ញុំមកថតពីរបៀបដែលយើងប្រឡាក់ហ្នឹងចាំពិតប្រឡាក់ជាទូទៅយើងចិត្តល្ហុងធ្វើរបៀបដូចតែបងប្អូនយើងស្ត្រីជាទូទៅនេះដែរគ្រាន់តែថាខ្ញុំចង់នាំបងប្អូនមើលពីទស្សនវិជ្ជារបស់ខ្ញុំនៅតាមបែបជនបទអីអញ្ចឹងហើយវីដេអូគឺវារៀងអត់សូវចំប្លង់ហ្មងទេដោយសារពេលខ្ញុំចិត្តហ្នឹងគឺកូនប្រុសខ្ញុំតូចនឹងអាយុ5ឆ្នាំគាត់នៅជួយថតដូច្នេះទៅខ្ញុំហៅគាត់ជួយថតហើយការចិត្តអីហ្នឹងគឺល្ហុងវាធំមែនតើហើយបន្ទាប់មកខ្ញុំបានចិត្តវាជាចំណិតទូចសិនទេខ្ញុំក៏បានចិត្តវាទាំងមូលអញ្ចឹងវារៀងអត់សូវថ្និតដែរព្រោះខ្ញុំខ្លាចមុខដៃហើយតែមួយខ្ញុំអត់សូវបានទម្លាប់ចិត្តអាហ្នឹងអញ្ចឹងណារបៀបថតរបៀបអីហ្នឹងតើខ្ញុំហៅកូនមកជួយថតគាត់ចង់ថតអញ្ចឹងដល់ពេលមើលទៅអត់អីទេការថតនឹងអាចយកបានខ្លះអីខ្លះអញ្ចឹងវាកណាត់បាត់ខ្លួនអីតិចទៅធ្វើម៉េចបើគាត់ថតប៉ុណ្ណឹងប៉ុន្តែសូមអធិស្ឋានបងប្អូនដោយសារកូនកាន់រៀងញ័រអញ្ចឹងហើយនេះដល់ពេលខ្ញុំចិត្តល្ហុងហើយអីហើយអញ្ចឹងដល់វគ្គខ្ញុំចាក់ផ្អកមានកូនត្រីមានកំពឹសអីហ្នឹងហើយតែពិតផ្អកហ្នឹងវាជូរហើយវាល្មមញ៉ាំហើយយើងញ៉ាំបាច់ដាក់ផ្អកកំពឹសក៏បានដែរបាច់ដាក់ល្ហុងក៏បានដែរឆ្ងាញ់បន្ទាប់មកខ្ញុំក៏ច្បល់ចូលគ្នាហើយអស់ទៅចូលគ្នាឲ្យសព្វច្បល់យូរដែរហ្នឹងខ្ញុំដាក់ប៊ីចេងបេះម្ទេសជុំវិញផ្ទះហ្នឹងក៏មានដែរបេះម្ទេសបេះអីយកទៅដាក់ចូលគ្នាអញ្ចឹងទៅហើយច្បល់ពេលហ្នឹងក៏បានម៉ោងតុង7 8គឺពលឺវាចាំងថ្ងៃមកពណ៌មាសស្អាតមែនតើពេលថតហ្នឹងមិនបាច់ប្រើ edit ក៏វាស្អាតដែរបងប្អូនអើយពណ៌វាល្ហុងចេញមកឡើងស្អាតហើយតបច្បល់ហ្នឹងវារៀងយូរបន្តិចដែរដោយសារវាចង់ឲ្យវាចូលជាតិគ្នាខ្ញុំអត់បានប្រើដៃទេខ្ញុំប្រើតែសមអញ្ចឹងទេដោយសារនៅផ្ទះខ្ញុំអត់បានទិញស្រោមដៃមកអញ្ចឹងខ្ញុំក៏ប្រើសមជំនួសទៅវារៀងយូរវាអត់សូវវាគ្រាន់